មកមើលទាំងអស់គ្នាថាថ្ងៃហ្នឹងស្មាន AI មានអី update ខ្លះចឹងដំបូងឡើយអ្នកនរគ្នាចូលមកកាន់ website ស្មាន AI ហ្នឹងមកហើយឥឡូវហ្នឹងយើងឃើញអ្វីថ្មីនេះគឺអ្នកនរគ្នាអាចដាក់ link YouTube ចូលទៅក្នុងស្មាន AI ដើម្បីឲ្យវាបំលែងទៅជាសំឡេងទៅជាអក្សរបានអញ្ចឹងវាបំលែងពី YouTube video ទៅជាអក្សរសម្រាប់អ្នកដែលគាត់ចង់បានព័ត៌មានពីនៅក្នុងវីដេអូណាមួយហើយគាត់អត់ចង់អង្គុយស្ដាប់ឧទាហរណ៍វីដេអូហ្នឹង1ម៉ោង2ម៉ោងអីគាត់ត្រូវអង្គុយស្ដាប់យូរអញ្ចឹងគាត់ចង់ធ្វើការចង់បាន transcribe ឲ្យលឿនអញ្ចឹងគាត់អាចសាកវិធីនេះបានអញ្ចឹងបងប្អូនគ្រាន់ចូលទៅកាន់ YouTube ហើយហៅវីដេអូដែលពួកគាត់ចង់បានហ្នឹងទៅដូចឥឡូវនេះខ្ញុំជ្រើសរើសនៅ podcast មួយខ្ញុំយក copy link ហើយយកទៅដាក់នៅក្នុងស្មាន AI ចឹងយើង paste អា link ហ្នឹងចូលមកយើងអាចចុចពាក្យថាបដូរជាអក្សរចឹងយើងរងចាំបន្តិចទៅដោយសារវីដេអូខ្ញុំមិញគឺរយៈពេល13នាទីជាងអញ្ចឹងយើងចាំមើលថាស្មាន AI ប្រើពេលប្រហែលនាទីទៅដើម្បីឲ្យវាបំលែងទៅជាអក្សរជាមួយស្មាន AI នឹងផងដែរអ្នកទាំងអស់គ្នាអាចទទួលបានសេចក្តីសង្ខេបខ្លឹមសារចំណុចសំខាន់ពីនៅក្នុង link YouTube វីដេអូនឹងផងដែរអញ្ចឹងអ្នកទាំងអស់គ្នាងាយស្រួលក្នុងការយល់ដឹងឬក៏ទទួលបានខ្លឹមសារចំណុចសំខាន់ដោយមិនចាំបាច់ទៅស្ដាប់វីដេអូនឹងម្ដងទៀតឬក៏អ្នកទាំងអស់គ្នាត្រូវការ information ពីនៅក្នុង YouTube ហ្នឹងគឺយើងមានស្មាន AI ទៅវាអាចជួយធ្វើការឲ្យអ្នកទាំងអស់គ្នាបានរួចស្រេចអញ្ចឹងអានេះយើងចាំ5នាទីដូចអ្នកទាំងអស់គ្នាឃើញចឹងវីដេអូខ្ញុំគឺ3 10នាទី21 second អញ្ចឹងយើងរងចាំ5នាទីប្រហែលជាខ្ញុំអាចនឹងកាត់វីដេអូនេះឲ្យខ្លីតិចកុំឲ្យអ្នកទាំងអស់គ្នាចាំយូរអញ្ចឹងខ្ញុំស្គប់សិនចាំពេលចេញ result យើងមើលទាំងអស់គ្នាចឹងនេះគឺជាអត្ថបទដែលខ្ញុំទទួលបានពី YouTube វីដេអូមិញហ្នឹងអ្នកទាំងអស់គ្នាចាំយើងស្ដាប់ទាំងអស់គ្នាថាវាត្រូវបានប៉ុណ្ណាដែរលឺភ្លេងមុននឹងលឺភ្លេងសិនសមត្ថភាពក្នុងការថែរក្សានៅសុខភាពផ្លូវចិត្តគឺជារឿងសំខាន់ខ្លាំងមែនទែនហើយមិនត្រឹមតែសុខភាពផ្លូវចិត្តទេសុខភាពរាងកាយរបស់យើងក៏សំខាន់ពីព្រោះរឿងទាំងពីរវាត្រូវឲ្យមានតុល្យភាពជាមួយគ្នាទាំងសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តផងដែរបើសិនបើផ្លូវចិត្តយើងមិនល្អពេលណាមួយវានឹងប៉ះពាល់ទៅដល់រាងកាយរបស់យើងហើយការដែលយើងមានសមត្ថភាពក្នុងការថែរក្សាចឹងអ្នកនរគ្នាបានមើលឃើញច្បាស់ជាក់ស្ដែងថាអក្សរគឺទទួលបានដូចសំឡេងដែលយើងចាក់ស្ដាប់ចឹងហើយតែប៉ុណ្្នេះយើងអាចអានេះគឺជាអត្ថបទពេញលេញដែលទទួលបានហើយអ្នកនរគ្នាក៏ទទួលបាននៅសេចក្តីសង្ខេបចឹងវាមានជា quote មកផងដែរហ្នឹង summary ខ្លឹមសារ key takeaway ហើយក៏មានជាយើងអាចចុចបង្កើតប្រធានបទហ្នឹងអានេះគឺជាខ្លឹមសារវា list down ជា trade ជា point ម្ដុំចឹងមកចឹងអានេះករណីថាអ្នកនរគ្នាមានពេលស្ដាប់ហើយប៉ុន្តែអ្នកនរគ្នាត្រូវ take note បន្ថែមឬក៏ចង់បានខ្លឹមសារពីនៅក្នុងវីដេអូហ្នឹងអ្នកនរគ្នាអាចប្រើស្មានបានដូចគ្នាផែនទីគំនិតក៏ធ្វើបាន slide ក៏ធ្វើបានព័ត៌មាន graphic ក៏ធ្វើបានចឹងយើងអាចចុចបង្កើត slide ហើយនឹងបង្កើត graphic ករណីអ្នកនរគ្នាចង់បានបន្តទៀតចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកនរគ្នាចូលចិត្ត